យើងទៅជួយឯងបងខ្លាមានអីកាឡើងអាហ្វុងយើងលែងមានប្អូនស្រីទៀតហើយពេលឆ្នាំចុងក្រោយនេះពួកយើងក្រុមឈិញបានប្រឆាំងគ្នានៅកំពង់ផែដឹកជញ្ជូនការប្រកួតប្រជែងធនធានកាស៊ីណូតាមឡៃពួកយើងគ្មានអ្នកណាចាញ់អ្នកណាឈ្នះទេប៉ុន្តែតាំងពីមេដឹកនាំឈិញឈ្មោះលោកជាបានចាប់ដៃជាមួយនឹងមេបេជាការឈ្មោះឈូចរឈិញពួកគេបានប្រាំអំណាចយ៉ាងកក្លឿនឥឡូវនេះកំពង់ផែ46នៅហានចាំងក្រុមខ្លារបស់យើងមិនអាចកាន់កាប់បានពីចំណាយថងលោកជាចាប់ដៃជាមួយនឹងមេបេជាការយើងទទួលស្គាល់ប៉ុន្តែសៀវយ៉ាធ្វើខុសអីមនុស្សដែលរឆានឈូចរឈិញនេះសូម្បីតែក្មេងស្រីក៏មិនទុកជីវិតឲ្យយើងត្រូវតែសម្លាប់អដេរឆាននេះឲ្យបានបងខ្លះកុំឆាឆៅបងប្អូននឹងកូនពួកយើងនៅក្នុងកណ្ដាប់ដៃលូចឈិញថាម៉េចពួកគេបានមកខំមកខ្លាឲ្យប្រគល់កំពង់ផែ8ចុងក្រោយឲ្យពួកគេតែពួកគេព្រមដោះលែងមនុស្សបងខ្លះទុកឲ្យខ្ញុំចុះស្អីគេការប្រដាប់ឆ្នាំមុនខ្ញុំមិនអាចថាក្រៅខ្លួនដើរតាមផ្លូវបានការចងចាំក៏បងជួយសង្គ្រោះខ្ញុំបើគ្មានបងខ្ញុំប្រហែលស្លាប់ពីឆ្នាំមុនហើយឥឡូវនេះសៀវជើបានស្លាប់យ៉ាងអយុត្តិធម៌ខ្ញុំមិនអនុញ្ញាតឲ្យគិតកននៅក្រៅសំណាញ់ច្បាប់នេះខ្ញុំនឹងសម្រាប់ជួយជាឈិញសងសឹកឲ្យសៀវជើហើយនឹងជួយសង្គ្រោះគ្រួសារបងប្អូនយើងឡោះអដេរឆានជួយជាឈិញនេះយើងត្រូវតែស៊ើបអង្កេតឲ្យបានច្បាស់អ្នកការពារជំនាញខ្លួនទាំងរឹងប៉ុន្តែមានចំណុចខ្សោយមួយគឺជាប្រពន្ធចុះចិត្តដើរលេងសប្បាយជាមួយនឹងប្រុសឈ្មោះខាងក្រៅគឺស្រីម្នាក់នេះហើយដែលធ្វើឲ្យលូចជាឈិញលែងមានអាចកំបាំងហើយកាន់តែកាយសាហាវគេស្លាញ់ថាធ្លាប់នឹងណារាជាអាចចាប់ប្រាប់ពីនាងបាទលេខ8នឹងនឹងរស់ខ្ញុំចង់ដឹងដែរថាជាកកាលនោះធ្វើអ្វីឲ្យប្រកាសទៅហើយបានស្វាខ្មៅលេខមកកន្លែងចាក់ស្នុករនលេងជឿធ្លាប់ថយជីវិតជួយសង្គ្រោះខ្ញុំសង្ឃឹមថារឿងរ៉ាវនេះមិនពាក់ព័ន្ធនឹងនាងតិចចុះពុកយើងត្រូវបានអភិននេះសម្លាប់ព្រោះតែជួយទៅគឺអភិនមកផ្លៃឬគល់នៃរដ្ឋរបស់យើងស្អប់វាដល់ចង់សរសៃប្រសាទហើយបើស្បែកវាចេញរត់ចេញពីចំមោះរបស់ឯងទៀតលោកមានវិជ្ជាការធំកំខឹងលោកមានវិជ្ជាការតែគេបតាំងគេទីម្ខាងគេមានល្បិចច្រើនបាយប្រាក់គ្មានធ្វើការដកទៅវិញវាគ្រាន់តែចំណុចអត់ចោលទីលោកវិជ្ជាការធំកំខឹងខ្ញុំទិញរបស់លេងថ្មីមកហើយធានាថាពេញចិននាងពិតជាស្រីបិសាចប៉ុនលបួងមែនយើងឲ្យឱកាសឯងកន្លះខែទៀតបើឯងនៅតែចាប់ក្រុមចេញដល់អភិនមិនបានទេឯងទទួលរងកប់ភ្លើខ្លួនឯងទៅប្រាប់តែក្រុមចេញទៅធ្វើសកម្មភាពត្រូវតែប្រយ័ត្នបន្តិចបើធ្វើឲ្យមានកំហុសទៀតយើងក៏មិនអាចជួយបានដែរលោកមានវិជ្ជាការកំរោលខ្ញុំបានបញ្ជូនមនុស្សឲ្យទៅដោះស្រាយជាមួយនឹងក្រុមឈិញដែលបានកិច្ចមកហើយប្រកាសជាមិនអាចពួកគេរកឃើញលោកហើយនឹងក្រុមឈិញរំដៃជាមួយគ្នានោះឡើយលោកម្ចាស់មិនល្អទេលោកស្រីឲ្យប្រុសបំរើមកទៀតហើយខ្ញុំបានបញ្ជូនមនុស្សឲ្យទៅដោះស្រាយជាមួយនឹងក្រុមឈិញដែលបានកិច្ចមកហើយប្រកាសជាមិនអាចពួកគេរកឃើញលោកហើយនឹងក្រុមឈិញរំដៃជាមួយគ្នានោះឡើយលោកម្ចាស់មិនល្អទេលោកស្រីឲ្យប្រុសបំរើមកទៀតហើយលោកអត់ទាន់ស្លាប់ទេអ្នកនាងរនជួបគ្នាលើកដំបូងបាយច្បងណាខ្ញុំស្លាប់ដូចជាមិនល្អទេមិនន័យថាម៉េចគេមិនស្គាល់ខ្ញុំគេពិតជាចាំខ្ញុំមិនបានពិតមែនទេមិនមែនរបបដេសាកំភ្លើងទេលោកមិនមែនជាស៊ីអាហ្វុងហើយពិតជាធ្វើបែបនេះមែនទេបងខ្លាចមិនដឹងពីតំណែងរបស់ខ្ញុំនឹងរងលៀងជឿហើយនឹងសិលឈ្វីទេរឿងតិចតួចប្រសើរជារឿងច្រើនកុំឲ្យគេដឹងល្អជាខ្ញុំមានស្នាមអតីតកាលច្រើនពេកបងខ្លាចខ្ញុំគ្រាន់តែគិតថាចង់ចាប់ដើមជីវិតជាថ្មីរនលេងជឿតើនាងដឹងឬមើលក៏មិនដឹងរឿងដែលស៊ឺឈីគេបានធ្វើស្រីថោកធៀបគេនឹងដាក់ទូឯពីវ៉ាន់ឈើរបស់ជាងផងឯងនាងឯងស្លាប់ទៅនាងឯងស្លាប់ទៅទូមានកំភ្លើងគេបានកំភ្លើងដៃឆ្វេងដៃមិនមែន6យន់គឺជាប្រាក់ខែរបស់ខ្ញុំមួយខែប្រុសលោកខ្លួនបានថ្លៃយ៉ាងនេះហើយយ៉ាងគេពឹងលើរូបសម្រាប់គេផង
ជាតារាភាពយន្តល្បីល្បាញជាលោកស្រីប្រចាំភូមិគ្រឹះមានបញ្ជាការប្រកាសជាមិនខ្វះប្រាក់បន្តិចបន្តួចនឹងទេមុននេះគឺខ្ញុំបានសម្ដែងយ៉ាងអស់ពីចិត្តណាមិនមែនជាគេទេអូនមិនណៃទេរឿងរបស់ខ្ញុំលោកកំលុកដៃអូនមិនណៃទេរឿងរបស់ខ្ញុំលោកកំលុកដៃសិបដល់ហើយគេម្នាក់នេះគឺជាអ្នកគ្រប់គ្រងរបស់មកវ៉ាន់ជើយកច្រឡំថាលោកស្រីនៅនាមទូឯងឬមហន្តរាយរបស់មកវ៉ាន់ជើហើយធ្វើឲ្យគេឈឺចាប់ហើយក៏ចង់សម្លាប់លោកស្រីឡោះកុំចាត់វាចោលទេកុំទុកសម្បត្តិតែម្នាក់សម្បត្តិតែគ្រួសារវាខាងសេឈីកុំដាក់ទៅដល់គ្រួសារគេអីហួសហេតុពេកហើយបងហួសហេតុអូនគឺជាលោកស្រីគុំមកគ្រឹះមេបញ្ជាការឥឡូវត្រូវគេប៉ុនប៉ោះធ្វើឃាតតើបងឯងមិនចាប់រឿងនេះងាយយ៉ាងនេះបានទេបងចង់ឲ្យពួកគេដឹងពីលទ្ធផលដែលគេហ៊ានប្រឆាំងជាមួយនឹងភរិយារបស់លោកចាជីខ្ញុំឆាប់សិនលេងភ្លាមវ៉ាលាវឈើក៏មកក៏បញ្ហាតាមមកត្រប់ទៅផ្ទះវិញលោកមេបញ្ជាការពិតជាមានអំណាចខ្លាំងណាស់នោះឯងមកសងសឹកសេឈីរឿងការពីឆ្នាំនោះពិតជាពាក់ព័ន្ធនឹងឯងមែនសម្ដីរបស់លោកមេបញ្ជាការពិតជាចម្លែកណាស់ខ្ញុំនឹងលោកមិនដែលមានគំនុំនឹងគ្នាទេតែមានរឿងឯងមកសងសឹកទៅមានស្នាមរបួសអាសាកំភ្លេចទេកម្មដំបងរបស់សេឈីបាច់ជាមិនមែននិយាយថាហេតុអីអាស៊ីងមកទីនេះក៏មិនមែននិយាយថាហេតុអីបានជាមានអ្នកផ្សេងស្ដីអាស៊ីងតែគេបាច់ជានិយាយពីការសងសឹកការស្លាប់របស់អាស៊ីងពេលនោះថាមានអាចកំបាំងអីហើយប្តីប្រពន្ធពួកលោកពិតជាចម្លែកណាស់ចូលចិត្តទិញដៃរបស់គេឬមួយលោកមេបញ្ជាការក៏ចូលចិត្តដៃរបស់ខ្ញុំដែរការនោះខ្ញុំបានឃើញដល់តតនេះថាគេត្រូវស្វាគមន៍ចាត់ទម្លាយនេះផ្លូវគេអាចនៅរូបបានទេនិយាយមកហើយជាបានលោកមេបញ្ជាការនឹងលោកស្រីមិនចង់បង់ថ្លៃកម្រៃនៅហត់ខ្ញុំទេអាចនិយាយតាមត្រង់បានធ្វើបែបនេះមិនមែនភូមិគ្រឹះមេបញ្ជាការនៅកំពង់ខ្ពស់គ្មានលុយឲ្យទេតែមិនអាចទេលោកស្រីទី6 យន់ត្រឡប់មកវិញត្រូវបង្ខំឲ្យរៀបការជាមួយខាងសេឈីអស់2ឆ្នាំទោះខ្ញុំធ្វើយ៉ាងណាក៏ដោយក៏គេមិនរំជើបរំជួលនៅក្នុងស្ថានភាពមួយនេះបើខ្ញុំចង់ចាត់ការគេគឺត្រូវតែលែងលះគេឲ្យជោគជ័យសិនបរិះម្នាក់នេះអាចជាច្រកជាមួយលោកចូលចិត្តលុយខ្លាំងណាស់ខ្ញុំចាំមើលនេះចង់លេងល្បែងអីទេនៅក្នុងលោកនេះលុយជាអ្វីទាំងអស់តើអ្នកណាមិនចូលចិត្តឬមួយអ្នកនឹងរន់មានកំណត់ផ្សេងលើរូបខ្ញុំសំជំរឿរបស់ខ្ញុំមែននៅមកប្តីខ្លួនឯងជាស្លាប់ស្នាជាមួយប្រុសផ្សេងនៅទូការហាន់យ៉ាងមានអាណាហ៊ានទេនិយាយជាមួយមនុស្សឆ្លាតគឺចំណេញកម្លាំងលោកបានឃើញហើយតារាភាពយន្តគឺជាអាជីពគ្រោះថ្នាក់ណាស់ខ្ញុំឃើញក្បាច់កូនលោកមិនអន់ទេមកធ្វើជាអង្គរៈខ្ញុំមកការពារខ្ញុំរហូតដល់ខ្ញុំថតរឿងមហន្តរាយផ្ទៃក្នុងចាប់សពគ្រប់បេសកកម្មចុះកម្រៃទ្វេដងមិនបានហេតុអីក៏មិនបានទោះបីជាគេគ្មានស្លាកស្នាមដូចជា36ក៏ដោយប៉ុន្តែដាច់ខាតមិនអាចឲ្យគេតាមឡើងវត្តចិត្តត្រប់ទៅវិញទេយ៉ាងណាមិញលេខ36កាលនោះទើបជាកូនប្រុសបង្កើតរបស់លោកចាឈីងនេះមកចាប់ភូមិគ្រឹះមេបញ្ជាការត្រូវការរកឲ្យឃើញពិតប្រាកដខ្ញុំបានខំប្រឹងគ្រប់យ៉ាងទើបបានអ្វីៗទាំងអស់នេះមកខ្ញុំដាច់ខាតមិនអាចឲ្យមានកំហុសកើតឡើងសូម្បីតែបន្តិចមនុស្សម្នាក់នេះត្រូវតែស្លាប់អូនចាំបានអង្គរៈបងនឹងរៀបចំឲ្យអូនគេម្នាក់នេះមិនបានដាច់ខាតខាងសេឈីការរៀបការគឺពួកយើងនិយាយគ្នាច្បាស់លាស់អស់ហើយកាលពេលរៀបការរួចពួកយើងគឺមិនជ្រៀតជ្រែកគ្នាទៅវិញទៅមកហើយម្យ៉ាងទៀតមនុស្សលោកអាក្រក់ពេកហើយខ្ញុំមិនចូលចិត្តនៅក្នុងកាយភ្នែករបស់ខាងសេឈីគឺមានតែការកាប់សម្លាប់ច្បាស់ណាស់មិនថាបរិះម្នាក់នេះជាអាស៊ីងឬអត់ទេត្រូវទុកគេនៅក្បែរខ្លួនជាបន្តអាសន្នសិនអាចក៏មកកបញ្ហាទៀតអីខ្ញុំមកកបញ្ហាអីលោកឈ្មោះអីខ្ញុំឈ្មោះឈូណានហ្វុងគេក៏មានត្រកូលឈូដែរឈូណានហ្វុងចំពោះការងារនេះខ្ញុំសួរលោកធ្វើឬមិនធ្វើមានលុយអាចធ្វើបានល្អនាំខ្ញុំត្រឡប់ទៅផ្ទះវិញយ៉ាងម៉េចថ្ងៃដំបូងក៏មិនស្ដាប់បង្គាប់ទៅហើយដោយក្តីរីករាយរឿងអ្នកគ្រប់ត្រកុំគួនបណ្ដាលឲ្យកន្លងផុតទៅខ្ញុំមិនចង់ពាក់ព័ន្ធមនុស្សច្រើនទេហើយបន្ទាប់មកទៀតមិនអនុញ្ញាតឲ្យប៉ះមកបានជឿដាច់ខាតនឹងមិនអនុញ្ញាតឲ្យមករំខានជីវិតខ្ញុំមិនអញ្ចឹងទេព្រឹកស្អែកឈ្មោះលោកនៅលើទំព័រមុខហើយចៅឈិនក្នុងរយៈពេលកន្លះម៉ោងយើងត្រូវការឯកសារទាំងអស់របស់បរិសម្នាក់នេះបាទស្រីម្នាក់នេះ
ឲ្យខ្ញុំដងទឹកលៀងចឹងឲ្យនាងតែខ្លួនឯងមិនដឹងរត់តាណាបាត់ជួយខ្ញុំស៊ើបអង្កេតបរិសម្នាក់គេឈ្មោះឈួនណានហ្វុងយល់ព្រមហេចាប់ហើយនៅផ្លូវអ្នកក្រីក្រក៏មានរឿងរបស់ខ្ញុំដែរខ្ញុំពិតជាល្បីខ្លាំងដល់ថ្នាក់ហ្នឹងឯងលោករស់នៅទីនេះហ៎ផាត់ទឹកតិចទៅការសឹមកែដែលបង្សួរផ្ញើមកអញឈួនណានហ្វុងកាលពីក្មេងតែងដើរតាមបងខ្លានៃក្រុមខ្លារ៉ូស៊ីមិនដាច់ចាក់ចេញពីហាន់យ៉ាងទេតែពិតតែដែលថាគេគ្រាន់តែមានមុខមាត់ស្តៀងនឹងអាស៊ីងបដូរសំឡេងបំពាក់ទៅកុំឲ្យរងាផ្លាស់សាយអញ្ចឹងខ្ញុំជួននាងត្រឡប់ទៅវិញខ្ញុំមិនទៅទេពេលនេះស្លៀកពាក់បែបនេះមិនត្រូវអ្នកកសែតថតបានព្រឹកស្អែកចំណងជើងអក្សរធំនៅទំព័រមុខហើយនឹងនៅខ្វល់រឿងតែនេះទៀតខ្ញុំពិតជាខ្វល់ហើយខ្ញុំដឹងថាលោកគិតអីរកប្រស្អាតមកទេបំណងឲ្យជួយចាស់ឈៀងខឹងហើយបើស្លៀកពាក់បែបនេះត្រូវបានគេថតនោះខ្ញុំពិតជាគ្រប់គ្រងលេខបានហើយមតិរបស់សាធារណជនគឺដូចជាចំនួនអញ្ចឹងជនលិចលៀបត្របាក់យ៉ាងសាហាវលោកអត់ខ្លាចទេបើដូច្នេះយប់នេះខ្ញុំស្នាក់នៅទីនេះតែរបស់លោកធំដល់ហើយតែខ្ញុំអាចទេរនលៀងជើងហេតុអីខាងនោះនឹងចាក់ចេញជាមួយស៊ុយឈីហើយទុកខ្ញុំម្នាក់ហេតុអីទៅឈុនណានហ្វុងលោកគេងលក់ហើយនៅគេងហើយថាថៃឡើងវិញទី5មានអីកាលតែខ្ញុំហេតុអីក៏សំណាងអាក្រក់ម្ល៉េះអបងអញជួយពូទី5អញផងគាត់ទៅធ្វើការនៅរោងចក្រដែលគិតពីផលប្រយោជន៍ដើម្បីរកលុយបន្ថែមស្មានមកដល់ថាវាបានជួយទៅវិញមានទី5កំរំអីខ្ញុំនឹងជួយពូទី5មកវិញបានលឿនឡើងមកនេះបាយចិត្តបានប្រដាប់ភាពសោះពូទី5អាហ្វងខ្ញុំនៅទីនេះចាំមិនហើយអត់អីទេអស់ហើយអត់អីគឺអស់ហើយអត់ផងមិនស្រីដល់ទៅខ្ញុំគេណាយ៉ាលោកឆាប់និយាយមកនេះខុនមែនទេអាស៊ីលោកនេះគេខ្ញុំបានជួយលោកហើយនឹងជួយខ្ញុំដល់ទៀតហើយអាជឺចេញមកហើយចេញទៅរត់ទេយើងអាចចេញទៅខ្ញុំចង់ក្រាបតខ្លួនរបស់អ្នកនាងរនលោកខ្ញុំត្រូវទៅក៏ត្រូវនាងចេញមកជិះផ្ទាល់ដែរឈួនណានហ្វុងអាចចូលចិត្តអាចមានបំណងអីតាំងពីជប់គ្នាលើកមុនលោកមានវិជាការតែងតែជួបខ្ញុំគ្រាន់តែជំនួសគាត់ទៅតែម្នាក់លោកមានវិជាការមានវិបត្តិផ្លូវចិត្តខ្លាំង